ទាំងអស់គ្នាដែលឮតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការសម្រេចចិត្តរយៈពេល5វិនាទីព្រោះដោយសារមនុស្សយើងតាក់ទងជាមួយនឹងខួរក្បាលរបស់យើងជាទូទៅនៅពេលដែលមានកំណត់ណាមួយ pop up ឡើងនៅក្នុងខួរក្បាលរបស់យើងគឺយើងនឹងមានពេល5វិនាទីក្នុងការសម្រេចចិត្តថាយើងគួរធ្វើឬក៏មិនធ្វើតាមកំណត់ដែល pop up ឡើងនៅក្នុងខួរក្បាលរបស់យើងហើយរយៈពេល5វិនាទីនេះគឺអ្នកនរត្រូវតែចាប់ផ្ដើមគិតថាគួរធ្វើឬមិនធ្វើពីព្រោះដោយសារបន្ទាប់ពី5វិនាទីទៅគឺខួរក្បាលរបស់យើងនឹងអូតូម៉ាទិកចាប់ផ្ដើមរកហេតុផលដើម្បីបញ្ឈប់យើងឬក៏បង្អាក់យើងមិនឲ្យធ្វើកំណត់ដែលយើងបាន pop up ឡើងឬក៏អ្វីដែលយើងបាននឹកឃើញចឹងអ្នកនរអ្វីដែលត្រូវធ្វើនៅពេលដែលមានកំណត់ pop up ឡើងយើងត្រូវចាប់ផ្ដើមរាប់5 4 3 2 1នៅក្នុង5 4 3 2 1យើងត្រូវចាប់ផ្ដើមពិភាក្សាឬក៏ចាប់ផ្ដើមសម្រេចចិត្តឲ្យហើយថាយើងគួរធ្វើឬក៏មិនធ្វើបើសិនជាយើងព្រមធ្វើចឹងការងារនឹងអាចបន្តទៅមុខហើយបើទោះជាបន្តទៅវាជួបឧបសគ្គឬក៏យើងដោះស្រាយទៅនឹងបន្តទៀតប៉ុន្តែបើយើងក្នុងរយៈពេល5វិនាទីយើងសម្រេចចិត្តអត់ចេះយើងគួរធ្វើឬមិនធ្វើទេខ្ញុំធានាឲ្យ 100% ខួរក្បាលរបស់យើងហ្នឹងគឺនឹងអូតូម៉ាទិករកហេតុផលដើម្បីឲ្យយើងបង្អាក់ឬក៏ស្ទាក់ស្ទើរឬក៏បញ្ឈប់នៅកំណត់ដែលយើងចង់ធ្វើហ្នឹងតែម្ដងនិយាយទៅគឺយើងនឹងអត់បានធ្វើកំណត់ហ្នឹងឯងទោះបីជាកំណត់ហ្នឹងយើងគិតឃើញថាវាពិតជាល្អប៉ុន្តែផុតពី5វិនាទីទៅគឺខួរក្បាលនឹងរកហេតុផលគ្រប់យ៉ាងប្រាប់យើងថាបានហើយសម្រាប់ទៅកុំធ្វើនឹងទីនឹងអត់ល្អទេអញ្ចឹងអ្នកនរត្រូវចាប់ដើមពេលណាដែលអង្គុយសុកសុកប៉ុណ្ណឹងស្គៀមមានកំណត់ pop up ឡើងនៅក្នុងខួរក្បាលរយៈពេលភ្លាមហ្នឹង5វិនាទីត្រូវតែសម្រេចហ្មងថាធ្វើឬមិនធ្វើបើធ្វើត្រូវទទួលស្គាល់ថាមានបញ្ហាយើងដោះស្រាយតាមក្រោយបើមិនធ្វើទេអាហ្នឹងពេលមានរឿងអីល្អដែលចេញពីកំណត់ហ្នឹងឬឃើញគេធ្វើកំណត់ហ្នឹងតាមឬក៏មានកំណត់ហ្នឹងកើតឡើងមកយើងកុំស្ដាយក្រោយ